បាទជំរាបសួរបងប្អូនទាំងអស់គ្នាដែលចូលមកកាន់នៅ channel របស់ខ្ញុំបាទថ្ងៃនេះខ្ញុំមានអត្ថបទមួយបាទជួយចែកម្លែកដល់បងប្អូនទៀតហើយបាទហើយអត្ថបទនេះបងប្អូនមើលហើយជួយ share បន្តផងបាទព្រោះថាអត្ថបទនេះវាអាចជួយដល់បងប្អូនជាពលរដ្ឋទាំងអស់គ្នាបាទអត្ថបទនេះជួយ share បន្តផងផ្ការរំយោលជួយការពារអ្នកជំងឺការរំយោលជួយការពារអ្នកពីជំងឺមហារីកនិងជំងឺ4មុខទៀតបាទនេះបើបងប្អូនមកទស្សនាហើយបើអាចសូមជួយ share បន្តផងបាទព្រោះថាអត្ថបទនេះវាល្អបាទហើយមួយទៀតសូមបងប្អូនជួយចុច like ហើយនិង subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗបាទឥឡូវយើងចង់ដឹងយើងតាមដានទាំងអស់គ្នាការរំយោលគឺជារុក្ខជាតិមួយប្រភេទដែលគេតែងតែដាំវានៅក្នុងសួនផ្កាដើម្បីជាការលម្អនៅបរិស្ថានជុំវិញផ្ទះឲ្យស្រស់ស្អាតហើយម្យ៉ាងទៀតផ្កាមួយប្រភេទនេះអ្នកក៏អាចយកវាមកបរិភោគឬធ្វើជាម៉ាស់ធម្មជាតិសម្រាប់ថែរក្សាស្បែកនិងសក់របស់អ្នកបានផងដែរបន្ថែមពីនេះផ្ការបស់វាអាចបន្ថែមពីនេះផ្ការបស់វាអាចយកមកផលិតធ្វើជាតែធម្មជាតិដ៏មានរសជាតិនិងប្រសិទ្ធភាពខ្ពស់ទៀតផងសម្រាប់សុខភាពរបស់អ្នកព្រោះថាតែដែលផលិតចេញពីផ្ការុក្ខជាតិមួយនេះសម្បូរទៅដោយជីវជាតិវីតាមីន C វីតាមីន A ស័ង្កសីនិងសារជាតិរ៉ែជាច្រើនមុខទៀតបាទគន្លឹះក្នុងការរៀបចំតាមតែធម្មជាតិមួយនេះសូមធ្វើការបេះដូងរបស់ផ្កាមួយនេះចេញនិងលាងវាឲ្យស្អាតល្អហាលវាឲ្យស្ងួតបាទលាងវាហើយនឹងហាលវាទៅនៅពេលហាលស្ងួតក្រៀមល្អហើយសូមធ្វើការឆ្អឹងវានិងបន្ថែមផ្កានេះពីផ្កាក្រៀមចូលទៅក្នុងទឹក2កែវឬតាមចំណូលចិត្តរបស់អ្នកទទួលទានក្រោយពីឆុងរួចហើយរង់ចាំរយៈពេល5នាទីរួចបន្ថែមទឹកឃ្មុំនិងទឹកក្រូចឆ្មាចូលដើម្បីបន្ថែមរសជាតិនិងជីវជាតិបន្ថែមអ្នកត្រូវទទួលទានតែធម្មជាតិនេះជារៀងរាល់ថ្ងៃក្នុងមួយថ្ងៃ2ទៅ3កែវដើម្បីពង្រឹងដល់សុខភាពរបស់អ្នកវាអាចជួយអ្នកក្នុងការបំបាត់ភាព stress ជួយឲ្យអ្នកឆាប់ជាសះស្បើយពីរបួសជួយឲ្យអ្នកមានសុខភាពល្អនិងមានប្រសិទ្ធភាពជាច្រើនទៀតសូមសាកល្បងឆុងតែនេះទាំងអស់គ្នាដើម្បីសុខភាពល្អរាងកាយរឹងមាំនិងគ្មានបញ្ហាសុខភាពខាងក្រោមនេះគឺជាគុណប្រយោជន៍ទាំង5យ៉ាងរបស់ផ្ការុក្ខជាតិមួយនេះបាទឥឡូវតាមដានទាំង5របស់គ្នា1ជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលបាទនេះ top 10គេតែផ្កាធម្មជាតិមួយនេះមានប្រសិទ្ធភាពខ្ពស់ណាស់ក្នុងការជួយអ្នកកាត់បន្ថយនៅកម្រិតកូលេស្តេរ៉ុលជួយបណ្ដេញកូលេស្តេរ៉ុលមិនល្អនៅក្នុងឈាមហើយវាមានប្រយោជន៍សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមពីរប្រភេទមិនត្រឹមតែប៉ុណ្ណោះវាអាចជួយអ្នកក្នុងការប្រឆាំងទៅនឹងជំងឺក្រិនសរសៃឈាមទប់ស្កាត់ការស្ទះសរសៃឈាមការពារការកកឈាមនិងជំងឺបេះដូងបាទទី2ជួយគ្រប់គ្រងសម្ពាធឈាមបាទវាអាចជួយគ្រប់គ្រងនៅសម្ពាធឈាមរបស់យើងផ្ការំយោលក៏មានប្រយោជន៍ផងដែរក្នុងការគ្រប់គ្រងនៅសម្ពាធឈាមរបស់អ្នកឲ្យមានដំណើរការល្អនិងទៀងទាត់ផ្ដល់នៅសារជាតិប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងការរលាកជួយបង្កើតទឹកនោម
សម្រួលដល់សម្ពាធឈាមបាទទី3វាក៏អាចជួយដល់ការពារថ្លើមបាទទី3ការពារថ្លើមមកល្អមែនតើការរំយោលមិនត្រឹមតែបេះដូងរបស់អ្នកនោះទេផ្ការរំយោលក៏អាចការពារសុខភាពរបស់អ្នកបានផងដែរវត្តមាននៃសារជាតិប្រឆាំងនឹងអុកស៊ីតកម្មដែលមាននៅក្នុងផ្កាមួយនេះអ្នកជួយទប់ស្កាត់ការខូចខាតរបស់កោសិកាថ្លើមនិងជួយបន្សាបនៅ radical សេរីដែលមានក្នុងជាលិកានិងកោសិកាក្នុងសេរីរាងកាយបាទទី4ជួយសម្រកទម្ងន់បាទវាអាចជួយសម្រកទម្ងន់បានដែរឱសថដ៏មានឱជារសមួយនេះក៏អាចជួយអ្នកក្នុងការសម្រកទម្ងន់បានផងដែរវាមានផ្ទុកនៅជាតិនៅសារជាតិចិញ្ចឹមនិងសារជាតិរ៉ែជាច្រើនទៀតអ្នកអាចស្រូបយកនៅជាតិខ្លាញ់និងកាបូអ៊ីដ្រាតនៅក្នុងសារពាង្គកាយរបស់អ្នកដែលជួយសម្រួលដល់ការសម្រកទម្ងន់របស់អ្នកកំហាប់នៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជួយឲ្យអ្នកសម្រកទម្ងន់បង្កើតការរំលាយអាហារបាទទី5ប្រឆាំងនឹងជំងឺមហារីកបាទនេះក៏សំខាន់ណាស់ជំងឺមហារីកតែធម្មជាតិមួយនេះអាចជួយក្នុងការប្រឆាំងទៅនឹងជំងឺមហារីកវាអាចជួយអ្នកក្នុងការពន្យឺតនៅការលូតលាស់របស់កោសិកាមហារីកជំរុះចោលនៅសារជាតិអាផូតូស៊ីតដែលគេស្គាល់វាថាជាមេរោគធ្វើឲ្យកោសិការបស់អ្នកស្លាប់ក្នុងជំងឺមួយនេះបាទហើយអត្ថបទនេះបកប្រែនិងសម្របសម្រួលដោយអូនមេបាទហើយឥឡូវយើងអស់ហើយជាចុងក្រោយចង់ឲ្យបងប្អូនជួយ share អត្ថបទមួយនេះផងបាទជួយចែករំលែកឲ្យបងប្អូនទាំងអស់គ្នាដែលមិនទាន់បានដឹងឲ្យពួកគាត់បានដឹងផងហើយមួយទៀតបងប្អូនសូមបងប្អូនជួយចុច subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងដើម្បីតាមដាននៅវីដេអូថ្មីទៀតបាទឥឡូវសូមអរគុណសូមជម្រាបលា